និស្សិតឥណ្ឌូនេស៊ីធ្វើបាតកម្មស្របពេលដែលលោកប្រធានាធិបតីប្រាបូវ៉ូគ្រប់គ្រងប្រទេសបានមួយឆ្នាំយោងតាមសារព័ត៌មាន Channel New Asia ដែលបានចេញផ្សាយនៅថ្ងៃទី20ខែតុលាបានឲ្យដឹងថានិស្សិតឥណ្ឌូនេស៊ីបានធ្វើបាតកម្មនៅទីក្រុងសាកាតាកាលពីថ្ងៃច័ន្ទខណៈដែលប្រធានាធិបតីប្រាបូវ៉ូស៊ូប៊ីយ៉ាន់តូបានកាន់តំណែងគ្រប់គ្រងមួយឆ្នាំបន្ទាប់ពីការធ្វើបាតកម្មហិង្សាដែលបានកើតឡើងទូទាំងប្រទេសកាលពី2ខែមុនអ្នកជំនាញម្នាក់បានរិះគន់រដ្ឋាភិបាលចំពោះបញ្ហាកង្វះដំណាភៀបនិងការចូលរួមរបស់សាធារណជននិស្សិតប្រហែល300នាក់ដែលពាក់អាវពណ៌លឿងនិងពណ៌ខៀវបានប្រមូលផ្ដុំគ្នានៅជិតវិមានប្រធានាធិបតីខណៈដែលគណៈរដ្ឋមន្ត្រីរបស់លោកប្រាបូវ៉ូកំពុងប្រជុំចំនួននេះគឺតិចជាងចំនួនដែលបានចូលរួមក្នុងការតវ៉ាដឹកនាំដោយនិស្សិតកាលពីខែសីហាដែលប្រឆាំងនឹងគោលនយោបាយរបស់រដ្ឋាភិបាលនិងអត្ថប្រយោជន៍របស់តំណាងរាស្ត្រដែលបានរីករាលដាលទូទាំងប្រទេសបូដាមួយដែលកាន់ដោយនិស្សិតបានសរសេរថាកម្មវិធីផ្ដល់អាហារឥតគិតថ្លៃស្មើនឹងថ្នាំពុលដោយទាមទារឲ្យបញ្ឈប់យុទ្ធនាការកម្មវិធីអាហារនៅតាមសាលារៀនសម្រាប់និស្សិតនិងស្ត្រីមានផ្ទៃពោះរាប់លាននាក់ដែលកម្មវិធីនេះធ្វើឲ្យនិស្សិតរាប់ពាន់នាក់ពុលអាហារលោកវ៉ាស៊ីស្តូរ៉ាហារីជូចាទីជាអ្នកស្រាវជ្រាវនយោបាយនៅទីភ្នាក់ងារស្រាវជ្រាវនិងនវានុវត្តន៍ជាតិរបស់ឥណ្ឌូនេស៊ីបាននិយាយថាឆ្នាំទី1នៃការកាន់តំណែងរបស់លោកប្រាបូវ៉ូត្រូវបានរារាំងដោយការកង្វះការចូលរួមរបស់សាធារណជននៅក្នុងគោលនយោបាយរបស់លោកបានលើកឡើងពីកម្មវិធីអាហារដោយបញ្ជាក់ថាជាទូទៅរដ្ឋាភិបាលរបស់លោកប្រាបូវ៉ូបានជួបប្រទះភាពវឹកវរខ្លះក្នុងឆ្នាំទី1ជាពិសេសទាក់ទងនឹងកង្វះដំណាភៀបនិងការចូលរួមថ្លែងនៅក្នុងសន្ទរកថាទៅកាន់គណៈរដ្ឋមន្ត្រីលោកប្រាបូវ៉ូបានការពារកម្មវិធីផ្ដល់អាហារឥតគិតថ្លៃនេះកាលពីថ្ងៃច័ន្ទខណៈដែលបានសន្យានឹងផ្ដល់ការអប់រំនិងការថែទាំវិជ្ជសាស្ត្រឲ្យកាន់តែប្រសើរដើម្បីផ្ដល់មូលនិធិដល់កម្មវិធីរបស់លោកដែលរួមបញ្ចូលទាំងការពិនិត្យសុខភាពឥតគិតថ្លៃនិងសាលារៀនសម្រាប់ជនក្រីក្រឥណ្ឌូនេស៊ីលោកប្រាបូវ៉ូបានកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលឬបង្វែរថវិកាចេញពីផ្នែកផ្សេងទៀតដូចជាការអប់រំជាដើមអតីតមេបញ្ជាការកងកម្លាំងពិសេសរូបនេះបានពង្រីកតួនាទីយោធាដោយដាក់ទាហានឲ្យធ្វើការលើកម្មវិធីអាហារនិងគម្រោងកសិកម្មលោកប្រាបូវ៉ូបានសន្យាថានឹងជំរុញកំណើនសេដ្ឋកិច្ចឲ្យដល់ 8% ក្នុងអំឡុងអាណត្តិ 5 ឆ្នាំដែលនឹងបន្តរហូតដល់ឆ្នាំ 2029 ខ្ញុំបាទស៊ីណាតពីរំលេច News TV